សូមជម្រាបសួរបងប្អូននៅក្នុង YouTube ខ្ញុំបាទ Channel រទ្ធីយូណាសសូមស្វាគមន៍បងប្អូនស្ដាប់បន្តសម័យលង្វែកភាគ4ជាភាគបញ្ចប់ដូចទៅនៅឆ្នាំ1574ដោយទ័ពភូមានិងទ័ពខ្មែរវាយគៀបសៀមខ្លាំងពេកស្ដេចសៀមក៏បានចុះសន្ធិសញ្ញាចងស្ពានមេត្រីជាមួយខ្មែរហើយព្រមប្រគល់ខេត្តនគររាជសីមាច័ន្ទបុរីបស្ចឹមបុរីឲ្យមកព្រះមហាក្សត្រខ្មែរវិញ21ពួកអឺរ៉ុបមកកាន់តំបន់អាស៊ីព្រោះលោកម៉ាកូឡូបានធ្វើរាជទូតរបស់ម៉ុងហ្គោលប្រចាំនៅប្រទេសចិនអស់10ឆ្នាំជាងនៅវរី13រួចលោកបានវិលត្រឡប់ទៅវិញអឺរ៉ុបវិញនៅក្នុងនោះលោកបាននិយាយពីភោគផលធនធាននិងមានមាសយ៉ាងច្រើនសន្ធឹកសន្ធាប់នៅក្នុងប្រទេសចិនឲ្យពួកអឺរ៉ុបបានដឹងហើយពួកអឺរ៉ុបក៏បានចាប់អារម្មណ៍ពីមាសនិងភោគទ្រព្យដ៏ច្រើននៅក្នុងប្រទេសចិនរួចពួកគេក៏បានស្វែងរកផ្លូវមកប្រទេសចិនតាមការនិយាយរបស់លោកម៉ាកូប៉ូឡូនៅសតវត្សទី15.151ពួកអឺរ៉ុបបានចាប់ផ្ដើមរុករកផ្លូវមកកាន់តំបន់ផ្សេងរួមទាំងប្រទេសចិនផងនៅសតវត្សទី15.152ពួកអឺរ៉ុបបានមកដល់ឥណ្ឌានិងចាប់ផ្ដើមដណ្ដើមទឹកដីធនធានភោគទ្រព្យនៅលើទឹកដីប្រទេសឥណ្ឌាមកដល់សតវត្សទី17.158ពួកអឺរ៉ុបបានមកដល់អាស៊ីអាគ្នេយ៍ហើយពួកគេបានជន់ចិត្តនឹងទិញរបស់របរយ៉ាងច្រើនទៅលក់នៅអឺរ៉ុបទំនិញភាគច្រើនគឺគ្រឿងទេសគ្រឿងក្រអូបយកទៅលក់នៅតំបន់មជ្ឈិមបូព៌ានិងអឺរ៉ុបបានចំណេញយ៉ាងច្រើននៅកំឡុងសតវត្សទី18-19ពួកអឺរ៉ុបបានចាប់ផ្ដើមដាក់អាណានិគមនៅឥណ្ឌានិងតំបន់ផ្សេងនៅអាស៊ីអាគ្នេយ៍ដើម្បីគៀបសង្កត់យកធនធាននិងភោគទ្រព្យទាំងនោះទៅលក់នៅអឺរ៉ុបដោយមិនចាំបាច់ទិញយកទៅលក់ទៀតទេគឺបង្ខំយកតែម្ដងមកដល់សតវត្សទី19.20ទើបពួកអឺរ៉ុបបានមកដល់ប្រទេសចិននិងបានដាក់អាណានិគមនៅទីនេះដោយបានចែកប្រទេសចិនជា8តំបន់ត្រួតត្រារៀងខ្លួនអស់រយៈពេលជិត3សតវត្សរ៍ដែលពួកអឺរ៉ុបធ្វើដំណើរមកប្រទេសចិនដើម្បីស្វែងរកមាសនិងភាគទ្រព្យដ៏សម្បូរបែបដែលលោកម៉ាកូប៉ូឡូបាននិយាយប៉ុន្តែដោយជក់ចិត្តនឹងភោគទ្រព្យនៅឥណ្ឌានិងអាស៊ីអាគ្នេយ៍ក៏មិនបានទៅដល់ចិនងាយរហូតដល់សតវត្សទី19.20ជនជាតិអឺរ៉ុបដែលចូលមកតាក់ទងខ្មែរជាលើកដំបូងជាបុព្វជិតជនជាតិប៉ូទុយហ្គោឈ្មោះហ្គលស្ប៉ាដាក្រួយមកដល់លង្វែកនៅឆ្នាំ1555ក្នុងរជ្ជកាលព្រះបាទអង្គចន្ទរាជាក្នុងគោលបំណងផ្សព្វផ្សាយសាសនាគ្រិស្តនៅប្រទេសខ្មែរព្រះរាជាទ្រង់ទទួលរាក់ទាក់ពួកគេណាស់ប៉ុន្តែកិច្ចការផ្សព្វផ្សាយសាសនានេះមិនបានទទួលជោគជ័យទេព្រោះប្រជាពលរដ្ឋសម័យនោះមានជំនឿយ៉ាងមុតមមលើព្រះពុទ្ធសាសនាហើយលោកបានធ្វើដំណើរចេញពីប្រទេសកម្ពុជាទៅប្រទេសចិនវិញឆ្នាំ1556 បានជាស្ដេចនៅអាស៊ីអាគ្នេយ៍ដីគោកចាត់ទុកជនជាតិប៉ូទុយហ្គេមនុស្សសំខាន់ព្រោះពួកគេបានចូលបម្រើកងទ័ពក្នុងស្រុកនិងជាអ្នកជំនាញខាងបាញ់កាំភ្លើងថ្មីនៅពេលមានសង្គ្រាមដូចជានៅក្នុងសង្គ្រាមរវាងភូមានិងអយុធ្យានិងកម្ពុជាព្រះបាទចន្ទរាជាជាមួយស្ដេចកុនសុទ្ធតែមានជនជាតិប៉ូទុយហ្គេមកបម្រើកងទ័ពជាជំនាញការបាញ់កាំភ្លើងទាំងសងខាងសូមអរគុណបងប្អូនទាំងអស់គ្នាដែលបានទ្រាំស្ដាប់ប្រវត្តិសាស្ត្រខ្មែរសម័យលង្វែករហូតដល់ចប់សូមបងប្អូនរងចាំស្ដាប់ប្រវត្តិសាស្ត្រខ្មែរនៅសម័យផ្សេងទៀតជាបន្តសូមអរគុណ